Hi សួស្តីអ្នកនរគ្នាខ្ញុំសូយ៉ាជួបខ្ញុំទៀតដែរ topic ដែលខ្ញុំចង់និយាយថ្ងៃនេះគឺការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងវាសំខាន់វានឹងសំខាន់ពិតមែនពេលដែលយើងចាប់ផ្ដើមធំពេលដែលយើងចាប់ផ្ដើមចូលសង្គមធ្វើការហើយក៏ចូលសង្គមអីហ្នឹងគឺវាជាអីដែលវាជា skill អីដែលយើងទាំងអស់គ្នាត្រូវតែមានហើយយើងទាំងអស់គ្នាត្រូវតែហ៊ានគ្រប់គ្រងវាបើយើងអត់គ្រប់គ្រងអារម្មណ៍ខ្លួនឯងអារម្មណ៍ហ្នឹងឯងជាអ្នកគ្រប់គ្រងយើងឧទាហរណ៍ហេតុការណ៍អីយើងនៅក្នុងជីវិតយើងធ្លាប់ជួបហេតុការណ៍អីដែលធ្វើឲ្យយើងខឹងហើយក៏ហេតុការណ៍អីដែលយើងមានអារម្មណ៍ថាអូវាអញ្ញៃហើយយើងគ្រប់គ្រងវាអត់កើតអត់អញ្ចឹងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងវាសំខាន់ពិតមែនគឺអីដែលខ្ញុំស្ដាយណាស់គឺកាលមុនណាខ្ញុំគ្រាន់តែជាក្មេងហ្នឹងហើយខ្ញុំអត់សូវដឹងហើយខ្ញុំគ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់សូវបានពេលដែលយើងមានអារម្មណ៍ថាយើងធុញថប់យើងនឹងធ្វើមុខចេញមកហើយយើងធុញថប់ពេលយើងខឹងយើងធ្វើមុខចេញមកហើយយើងខឹងពេលយើងស្អប់ណាគេម្នាក់យើងធ្វើមុខយើងចេញមកថាអូខ្ញុំមិនចូលចិត្តអ្នកអីចឹងគឺការគ្រប់គ្រងអារម្មណ៍វាជាអីដែលយើងត្រូវតែមានវាជាអីដែលយើងត្រូវតែវាជា skill អីមួយដែលយើងត្រូវតែមានហើយយើងត្រូវតែដឹងថាធ្វើម៉េចឲ្យយើងគ្រប់គ្រងអារម្មណ៍វាបានខ្ញុំគិតថាអ្នកដែលគាត់គ្រប់គ្រងអារម្មណ៍របស់គាត់ណាដូចជាពេលគាត់សែតពេលដែលគាត់ជួបរឿងអញ្ញៃក្នុងជីវិតពេលដែលគាត់ជួបរឿងដែលវាពិបាកហើយគាត់ដឹងថាគាត់នៅគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានណាគាត់ជាមនុស្សអស្ចារ្យគាត់ជាមនុស្សអស្ចារ្យនៅក្នុងការគិតរបស់ខ្ញុំនិយាយម្ដងទៀតគឺអ្នកដែលគាត់គ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានពេលគាត់ខឹងពេលគាត់បារម្ភពេលគាត់ខ្លាចអីហ្នឹងគឺគាត់គ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានគឺគាត់ជាមេអារម្មណ៍មានអារម្មណ៍ជាមេរបស់គាត់គឺម្នាក់ហ្នឹងគាត់ជាមនុស្សដែលគួរឲ្យគោរពគាត់ជាមនុស្សដែលអស្ចារ្យឧទាហរណ៍ពេលមានមនុស្សគេនិយាយអីចេញមកហើយយើងមានអារម្មណ៍ថាអូម្នាក់ហ្នឹងនិយាយនឹងតវល់យកចឹងតែយើងនៅតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងយើងថាអូខេដងហើមចូលដងហើមចេញឲ្យវាចិត្តត្រជាក់ហើយបើយើងនិយាយទៅយើងមានឧទាហរណ៍បើគេដើរចូលមកហើយគេជេរយើងអីចឹងហើយយើងតបទៅគេហ្មងគឺអាហ្នឹងគឺយើងដូចគេហ្មងគឺការគ្រប់គ្រងអារម្មណ៍អីដែលខ្ញុំចង់និយាយគឺយើងដឹងថាយើងត្រូវនិយាយអីនៅពេលណានៅកន្លែងណាហើយមួយណាគេយើងដឹងថាយើងត្រូវនិយាយអីចេញមកទោះបីគេចូលមកនិយាយមួយយើងហើយគេធ្វើឲ្យយើងខឹងមែនទែនយើងឡើងមានអារម្មណ៍ថាអូខេអ្នកហ្នឹងណាធ្វើឲ្យខ្ញុំឡើងខឹងធ្វើឲ្យខ្ញុំឡើងច្បល់នៅក្នុងខួរក្បាលខ្ញុំប៉ុន្តែយើងនៅគ្រប់គ្រងអារម្មណ៍មុននឹងយើងឆ្លើយមុននឹងយើងតបទៅណាគេម្នាក់យើងដឹងថាយើងគ្រប់គ្រងអារម្មណ៍របស់យើងមិនយើងនឹងថាអូខេឥឡូវគេនិយាយចេញមកខ្ញុំអត់គិតដូចគាត់ទេប៉ុន្តែខ្ញុំត្រឡប់មកស្ងាត់សិនគិតបំភ្លែតសិនហើយចាំតបទៅវិញមានគេនិយាយអីចេញមកហើយគេដើរមកជេរយើងហើយយើងជេរគេត្រឡប់ទៅវិញហ្មងអាហ្នឹងគឺអ្នកបើយើងធ្វើអញ្ចឹងគឺយើងគ្រប់គ្រងអារម្មណ៍ខ្លួនឯងកើតខ្ញុំគិតថាការគ្រប់គ្រងអារម្មណ៍វាប៉ះនៅមែនទែននៅក្នុងជីវិតព្រោះសប្តាហ៍ថ្ងៃយើងវាជីវិតយើងវាមិនមែនតែជួបតែរឿងល្អមានតែជួបតែរឿងអាក្រក់ត្រូវអត់ហើយអ្នកដែលគាត់ដឹងថាគាត់ត្រូវនិយាយមិននៅពេលណាកន្លែងណាមួយណាគេគាត់ដឹងថាគាត់ត្រូវតបទៅមិនគឺគាត់គឺជាមនុស្សដែលប្រកែគាត់មានអារម្មណ៍ថាគាត់ចាស់ទុំហ្នឹងហើយអ្នករហ័សធ្វើខ្លួនឲ្យចាស់ទុំព្រោះយើងធំអស់ហើយអញ្ចឹងខ្ញុំមានអារម្មណ៍ថាអូខេបើមានអ្នកធ្វើឲ្យយើងខឹងមានអ្នកធ្វើឲ្យយើងស្អប់មិនក៏ដោយគឺយើងកុំតបទៅគេវិញបើយើងតបទៅគេវិញគឺយើងដូចគេហ្មងយើងអត់ខុសពីគេគឺយើងដូចមនុស្សដែលយើងតបទៅវិញមកអញ្ចឹងអីដែលខ្ញុំចង់និយាយគឺការគ្រប់គ្រងអារម្មណ៍ជា skill អីមួយដែលយើងត្រូវតែមានជា skill អីមួយដែលយើងត្រូវតែអភិវឌ្ឍវាព្រោះវាសំខាន់នៅក្នុងជីវិតហើយពេលដែលយើងចាប់ផ្ដើមចូលសង្គមពេលដែលយើងចាប់ផ្ដើមចូលសង្គមការងារចឹងគឺជាអីដែលសំខាន់ពិតមែនអ្នកនរគ្នាវាជា skill អីដែលសំខាន់ដែលយើងត្រូវតែមានអញ្ចឹងថ្ងៃហ្នឹងអីដែលខ្ញុំចង់និយាយតែប៉ុណ្ណឹងបាយបាយ